តិទេពធំទាំង3មានទួនាទីឈរបំភ្លឺមានភារកិច្ចធ្វើរៀងៗខ្លួនអ្វីដែលសំខាន់គឺអាទិទេពព្រះព្រហ្មពន្លឺអាទិទេពពាក្យថាអាទិទេពនឹងគឺជាពន្លឺពាក្យថាវិស្ណុពិស្ណុនឹងគឺតែមួយវិស្ណុពិស្ណុឃើញទេព្រះព្រហ្មឈរកាន់ពន្លឺអាទិទេពដូចគ្នាពាក្យថាអាទិហ្នឹងគឺពន្លឺនឹងឯងប៉ុន្តែទ្រង់ឈរកាន់ខាងបញ្ញាខាងបំភ្លឺផ្នែកអវិជ្ជានឹងព្រះព្រហ្មស្គាល់ចឹងមិនដូចកាពីដែលមនុស្សចងក្រងសំដែងជាខ្សែរឿងទេអត់ទេមិនត្រូវទេនឹងខុសហើយចឹងគុំតកូនទាំងអស់គ្នាស្គាល់ព្រះស្គាល់មនុស្សស្គាល់ទេវតាឲ្យច្បាស់កុំឲ្យច្រឡំស្គាល់បិសាចឲ្យច្បាស់យើងគោរពមិនស្គាល់មនុស្សមិនស្គាល់បិសាចនឹងពិបាកយើងទាំងអស់គ្នាទាំងកូនទាំងល្អពិតជាសំណាងហើយដែលបានកើតមកក្នុងចំនួនមួយនេះដឹងដែលអាចកំបាំងសច្ចធម៌ប្រសើរជាងចាស់ចំនួនមុនដែលគាត់ទន្ទឹងរង់ចាំដល់វេលាកាលក្នុងការដឹងនៅការពិតនេះតែមិនបានដឹងដូចយើងក្នុងចំនួននេះហើយក៏ជាចំនួនមួយដែលកំពុងបោះជំហាននៅអវសានចុងក្រោយនៃភពផែនដីដែរអញ្ចឹងក្នុងដំណាក់កាលអវតានចុងក្រោយនៃភពផែនដីដែលនៅក្នុងគម្ពីរថាភ្លើងឆេះកាលផែនដីរលាយគឺវាកំពុងចាប់ផ្ដើមបោះជំហានមកហើយដើម្បីឲ្យដឹងនៅសច្ចធម៌ពុទ្ធថាវាកំពុងបោះជំហានមកយើងអង្កេតមើលទង្វើទាំងឡាយរបស់មនុស្សគ្រប់ជាតិសាសន៍លើពិភពមនុស្សទៅនិយាយភាសាមនុស្សស្ដាប់គ្នាឡើងបានអស់ហើយមិនដឹងថាមាននរណាមួយជាបកគោលឲ្យច្បាស់លាស់ក្នុងការចូលមកទប់ស្កាត់បានទេប៉ុន្តែត្រូវមានជំនឿមុតមមថានៅពេលណាដែលហេតុទាំងឡាយកំពុងតែត្រៀមបញ្ចេញនៅក្តីវិនិច្ឆ័យមហន្តរាយក៏ត្រូវតែមានតួអង្គមួយកំពុងតែចាប់ផ្ដើមរះកំពុងថត់នៅក្នុងការបដិបត្តិក្នុងការចេញមកទប់ស្កាត់នៅអ្វីដែលកំពុងចូលមកដល់ដែរបើព្រះអាទិត្យនៅតែរះព្រះសិវៈនៅតែអាចបំភ្លឺនៅក្នុងលោកអ្វីទាំងឡាយមិនអាចរលាយបានជាដាច់ខាតប្រកបជាមានអវតាររបស់អាទិទេពអង្គណាមួយនឹងចេញមកជួយសង្គ្រោះទន្ទឹមមនុស្សក៏ត្រូវតែប្រឹងប្រែងទាំងអស់គ្នាព្រោះយើងអត់ដឹងថាណាមួយរាល់ថ្ងៃហ្នឹងពេលខ្លះតួអង្គដែលកំពុងត្រូវចេញមកកំពុងអង្គុយស្ដាប់លោកឪចែករំលែកធម៌មិនដឹងប្រុសមិនដឹងស្រីលោកឪមិនដឹងពេលដែលគាត់ស្ដាប់យល់ពីអត្ថកម្បាំងសច្ចធម៌ពីផ្លូវដ៏ពិតប្រាកដក្នុងការដែលខ្លួនបោះជំហានទៅហើយត្រូវនឹងឧបនិស្ស័យសន្សំក៏ឡងមកគ្រប់ជាតិផងដល់ពេលវេលាដែលលោកដាក់ភ្នែកផ្លឹកសម្រេចនៅការត្រាស់ដឹងសម្រេចនៅអន្តិវិធីឃើញទេអានឹងទាំងវត្តឃើញទេគឺមកប៉ុន្តែគាត់ថាអ្នកដែលជាប់ទួលនីតិនោះពិបាកបន្តិចហើយហាប់នឿយខ្លួនឯងតិចហើយតែបានលោកឪមិនចង់ទៅជាប់ទួលនីតិអីទេអ្នកណាចង់បានអីក៏យកទៅលោកឪបានត្រឹមតែបំភ្លឺផ្លូវរកបុគ្គលពិតនឹង
ប្រាប់ទៅបកគលពុតនឹងឲ្យប្រឹងទៅដល់ម៉ោងវេលាប្រឹងហ្នឹងកុំប្រឹងស្រេកឃ្លាននៅរឿងស្អីផ្សេងទៀតច្រើនពេកណាគាត់ទៅប៉ុណ្ណឹងហើយនាំគ្នាគោរពឲ្យត្រូវជំនឿទាំងឡាយដែលមិនគួរជឿកុំជឿបំភ្លេចចោលទៅកុំចង់ឈ្នះចាញ់គ្នាកុំប្រើភ្នែកចម្លងគ្នាជាសត្រូវកុំញុះញង់កុំបករឿងជឿឲ្យទៅអានឹងសុខហើយអញ្ចឹងទន្ទឹមនឹងក៏យើងត្រូវដឹងពីដំណើរផ្លូវក្នុងការសម្អាតនៅបាបកម្មរបស់ខ្លួនដើម្បីបណ្ដេញអសវៈអាក្រក់ដែលមាននៅក្នុងខ្លួនហ្នឹងត្រូវស្គាល់ផ្លូវនោះច្បាស់ផងដែរណាធ្វើទានបែបណាដើម្បីទទួលបាននូវកុសលបុណ្យដើម្បីធ្វើបាននូវកុសលបុណ្យតែយើងធ្វើដំណើរយ៉ាងម៉េចដើម្បីឲ្យបុណ្យនឹងវាមានជាកុសលនៅក្នុងកាយដើម្បីយកកុសលបុណ្យនឹងទៅចែករំលែកដល់ព្រលឹងទាំងឡាយដែលបែកធ្លាយចេញពីសម្បកកាយមុនអាយុមុនសច្ចធម៌ដើម្បីរំដោះព្រលឹងនឹងឲ្យរួចចាក់ផុតពីអបាយភូមិទៅបានយើងត្រូវធ្វើម៉េចធ្វើទានបែបណាដើម្បីទទួលបាននូវកុសលធម៌កុសលបុណ្យការចម្រើនបដិបត្តិបែបណាដើម្បីឲ្យខ្លួនឯងមានសិលអច្ឆរិយៈមានកម្លាំងធាតុគ្រប់គ្រាន់ឃើញទេវាសិតតែមានផ្លូវដើរមួយទាំងអស់អាហ្នឹងសិតតែមានផ្លូវដើរយើងមិនអាចរំលងការបដិបត្តិផ្លោះថ្នាក់បាត់ទេណាហើយក៏កុំពឹងផ្អែកទៅលើអានុភាពក្រៅខ្លួនអានុភាពក្រៅខ្លួនធ្វើត្បិតថាវាកើតមែនតែវាអត់បរិសុទ្ធបើនិយាយពីយន្តហោះគឺត្រូវបានចាក់សាំងមិនបរិសុទ្ធអានោះចង់និយាយចឹងចឹងទៅគំថាកូនទាំងអស់គ្នាពិចារណាទៅហើយនាំគ្នាដើរឲ្យបានត្រឹមត្រូវការស្វែងរកធម៌កុំដើរលើផ្លូវពីរក្នុងពេលតែមួយណាប្រយ័ត្នគ្រោះថ្នាក់កុំដើរលើផ្លូវពីរក្នុងពេលតែមួយកូនទាំងឡាយខ្លះក៏ដឹងថាបញ្ញារបស់ខ្លួនកំពុងកើនឡើងខុសពីការមកបដិបត្តិផ្ទាល់ជាមួយនឹងលោកឪសក់សម្នាក់នេះជាលោកឪដែលជាបុគ្គលម្នាក់កំពុងព្យាយាមតាមរកកូនទាំងឡាយដែលមាននិស្ស័យខំប្រឹងប្រែងយកចំណេះដឹងដែលខ្លួនបានប្រតិបត្តិចែករំលែកដោយគ្មានការលាក់លៀមសំបីតែបន្តិចណាក៏ព្រោះតែចង់ដឹងក្រែងលោកបានជួបកូនណាមួយពិតប្រាកដលោកឪឃើញខុសថាខុសឃើញកូនធ្វើត្រូវលោកឪថាត្រូវតែនៅពេលណាដែលលោកឪប្រកាសថាខុសកូនទាំងឡាយបែរជាមានចិត្តខឹងច្រណែនអន់ចិត្តប្រើពាក្យសម្ដីមិនគួរកប់បីមកចំពោះលោកឪថាធ្វើជាគ្រូច្រណែននឹងសិស្សរបស់ខ្លួនទាំងខ្លួនឯងជាសិស្សមិនបានគិតឲ្យដិតដល់ថាបើសិនជាគ្រូម្នាក់នេះច្រណែនគ្រូម្នាក់នេះមិនលើកយកសច្ចធម៌ពុតអស់ពីដួងចិត្តមកផ្សព្វផ្សាយនៅការពិតចែករំលែកឲ្យអ្នកទាំងឡាយទាំងកូនទាំងអស់គ្នានឹងដឹងទេណាត្រូវយល់ចេះអញ្ចឹងអ្វីដែលលោកឪបានប្រាប់ទៅអស់ហើយមិនថាកូនណាកូនណីទេរៀនបខំចុះឡើងបែកធម្មពលអាក្រក់មកតោងធៀមអត់ដឹងខ្លួនប្រាប់ហើយចេះយល់ខុសថាជាត្រូវទៅមើលឃើញទេវតាថាជារឿងល្អទម្លាក់កំហុសលើទេវតាសិតតែអាក្រក់អីចេះចុះចឹងទៅ
ចឹងទេសង្ឃឹមថាកូនទាំងអស់គ្នាពិចារណាចុះបើអាចកែខ្លួនបាននៅតាន់ពេលកូនទាំងឡាយប្រតិបត្តិបែកធម៌ខុសនៅមានគ្រូមួយឈរចាំប្រាប់ដាស់តឿនប៉ុន្តែបើគ្រូបែកធម៌វិញគ្មានអ្នកណាមកជួយប្រាប់ទេដូច្នេះលោកឲ្យប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការបដិបត្តិធម៌ព្រោះលោកឲ្យដឹងថាបើសិនជាខ្លួនឯងបាំងមិនយ៉ាងម៉ាទៅគ្មានអ្នកណាមកជួយបានទេណាអត់មានអ្នកជួយបានទេឯងទេដែលជួយខ្លួនឯងបាន